ជំរាបសួរខ្ញុំឈ្មោះសានជា Founder និង Executive Chairman ក្រុមហ៊ុន JSLN PLC ដែលជាក្រុមហ៊ុនអភិវឌ្ឍអគារលំនៅឋាននិងអគារពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាបច្ចុប្បន្នក្រុមហ៊ុនបានសម្រេចគម្រោងលំនៅឋានចំនួន2គឺ The Garden Residency 1 និង The Garden Residency 2 ឆ្នាំ2025នេះផងដែរយើងកំពុងតែ hand over អគារពាណិជ្ជកម្មកម្ពស់41ជាន់នៅតំបន់បឹងទីកង់1របស់យើងដែលមានឈ្មោះថា Chief Tower JSLN PLC បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍដំបូងគេបង្អស់ក្នុងប្រទេសតែបានសម្រេចនៃការបោះផ្សាយភាគហ៊ុនរបស់ខ្លួនជាសាធារណៈគេហៅថា IPO ក្នុងទីផ្សារមូលបត្រកម្ពុជាដ៏ជោគជ័យផងដែរសមិទ្ធផលទាំងអស់នេះមិនមែនបានដោយងាយៗទេក្រុមហ៊ុនកាន់តែរីកចម្រើនបញ្ហាគឺកាន់តែច្រើនចំពោះខ្ញុំដំណោះស្រាយគឺមានតែមួយគត់ធ្វើឲ្យខ្លួនឯងកាន់តែធំមានលទ្ធភាពកាន់តែខ្លាំងហើយរកលុយឲ្យកាន់តែច្រើននោះបញ្ហាអ្វីក៏យើងមិនខ្លាចដែរគំរូដ៏ល្អបំផុតរបស់ខ្ញុំបច្ចុប្បន្ននេះគឺប្រទេសចិនក្នុងសង្គ្រាមពាណិជ្ជកម្មលើកនេះយើងបានមើលឃើញថាអាមេរិកដើរតួជាអ្នកដើរប៊ូលីគេគ្រប់គ្នាសម្រាប់ប្រទេសដែលទូតាចឬក៏ប្រទេសដែលមិនទាន់មានសមត្ថភាពជាធម្មតាទេយើងត្រូវលុនតួគេបន្តិចហើយក៏ប៉ុន្តែបើសិនជាយើងធ្វើខ្លួនឯងឲ្យខ្លាំងដូចជាចិនយើងមិនខ្លាចគេកេងប្រវ័ញ្ចពីយើងហើយពិសេសនោះយើងមិនខ្លាចគេរៀបពណ៌លើយើងបានឡើយគោលដៅអនាគតយើងជាថ្នាក់ដឹកនាំយើងមានគម្រោងដែលល្អៗដែលមានគុណភាពខ្ពស់ជាពិសេសតម្លៃដែលសមរម្យបំផុតឲ្យប្រជាជនខ្មែរទាំងអស់គ្នាមានឱកាសទិញផ្ទះមានឱកាសអូនផ្ទះមួយដែលខ្លួនឯងនឹងចង់បានគ្រប់គ្នាយើងក៏មាន plan ដើម្បីធ្វើ dual listing IPO នៅ Nasdaq នៅប្រទេសអាមេរិកផងដែរជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ Asia Prestige CEO Excellence Award 2025ដែលបានជ្រើសរើសខ្ញុំជាអ្នកទទួលពានរង្វាន់នេះកិត្តិយសដ៏ធំមួយនេះគឺមិនមែនសម្រាប់តែខ្ញុំអ្នកឯងទេតែគឺសម្រាប់ក្រុមការងារទាំងមូលរបស់ JSLN PLC